ការផ្ដល់ពេលវេលាឲ្យខ្លួនឯងនៅក្នុងការដើរលេងមិនមែនមានន័យថាយើងជាអ្នកមានឬក៏កំពុងតែបង្ហាញនូវភាពហ៊ឺហារបស់យើងទៅកាន់អ្នកដទៃដែលកំពុងតែពិបាកខាងផ្នែកហិរញ្ញវត្ថុឬក៏គ្រប់គ្នាដែលមិនអាចចិញ្ចឹមបានទេប៉ុន្តែយើងគួរតែចេះផ្ដល់ពេលវេលាឲ្យរាងកាយរបស់យើងបានសម្រាកខ្លះឲ្យរាងកាយនិងខួរក្បាលរបស់យើងបានឃើញអ្វីដែលថ្មីស្រស់ស្រាយទុកពេលឲ្យខួរក្បាលរបស់យើងបានគិតអ្វីដែលល្អៗនិងមួយផ្នែកទៀតឲ្យខ្លួនប្រាណរបស់យើងបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិខ្លះមួយថ្ងៃយើងហត់ច្រើនហើយក៏បានប្រើប្រាស់រាងកាយនិងខួរក្បាលរបស់យើងច្រើនដូចគ្នាអាចទៅលើរឿងល្អឬក៏មិនសូវជាល្អអញ្ចឹងហើយការដែលយើងចេះចំណាយពេលខ្លះដើម្បីតបស្នងទៅលើរាងកាយនិងខួរក្បាលរបស់យើងបន្តិចវាមិនមែនជាការចំណាយពេលវេលាឬក៏លុយចោលដោយឥតប្រយោជន៍ឬក៏ខ្ជះខ្ជាយទេប៉ុន្តែវាជាកាដូហើយផ្ទុយទៅវិញវានឹងជួយឲ្យយើងមានសុខភាពផ្លូវចិត្តមួយដែលល្អស្រស់ស្រាយមានពេលវេលាសម្រាប់ខ្លួនឯងរៀននៅអ្វីដែលថ្មីមិនថារៀនពីកំហុសខ្លួនឯងឬក៏ភាពត្រឹមត្រូវទេឬក៏មានពេលដើម្បីគិតពីបញ្ហាដែលបានកើតឡើងនិងចុងក្រោយអាចបោះចោលនៅទុកកង្វល់មួយចំនួនទៀតផងមុនពេលដែលយើងត្រឡប់មកកាន់ពិភពលោកដែល